បងប្អូនតែសួរខ្ញុំថាចេះបងឈិងឈិងគាត់ចូលចិត្តញ៉ាំសាច់អីគេច្រើនជាងគេបងហើយគាត់ចេះញ៉ាំសាច់អីគេអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបកស្រាយរឿងថាឈិងឈិងគាត់ចូលចិត្តញ៉ាំសាច់អីគេហើយគាត់អត់ចេះញ៉ាំសាច់អីគេប្រាប់បងប្អូននៅក្នុងវីដេអូនេះសាច់ទី1ហ្នឹងគឺសាច់ជ្រូកខ្វៃឈិងឈិងចូលចិត្តជ្រូកខ្វៃខ្លាំងមែនតើបងប្អូនអញ្ចឹងឲ្យតែប្រភេទជ្រូកខ្វៃឆ្អឹងជនីកន្លែងឆ្អឹងជនីកន្លែងអីហ្នឹងគឺឈិងឈិងគឺចូលចិត្តលេខ1តែហ្មងអាហ្នឹងគឺសាច់ទី1ដែលគាត់ចូលចិត្តហ្នឹងគឺជ្រូកខ្វៃបងប្អូនទី2ហ្នឹងគឺប្រភេទមាន់បងប្អូនឲ្យតែប្រភេទមាន់ដុតឬក៏មាន់អាំងគឺឈិងឈិងចូលចិត្តខ្លាំងមែនតើហ្មងអញ្ចឹងបងប្អូនឃើញគាត់អាសាញ៉ាំសាច់មាន់ហ្នឹងឲ្យតែប្រភេទសាច់មាន់មិនថាដុតមិនថាជៀនទេគឺឈិងឈិងចូលចិត្តខ្លាំងឈិងឈិងញ៉ាំរហូតដល់បងប្អូនតែនិយាយថាឈិងឈិង BA មាន់អាំងហ្នឹងទី2ហ្នឹងបងប្អូនប្រភេទមាន់ពងឲ្យតែប្រភេទមាន់ពងគឺគាត់ចូលចិត្តហ្មងប្រភេទមាន់ពងផ្លូវមាន់ពងហ្នឹងលេខ1ហ្នឹងហើយកុំចម្លែកបងប្អូនឲ្យតែប្រភេទផ្លូវមាន់ហ្នឹងគឺឃើញគាត់អាសាញ៉ាំហ្នឹងគឺមកពីគាត់ចូលចិត្តណាគេក៏គាត់ចូលចិត្តដែរបងប្អូនប្រភេទណាគេទៅហ្នឹងហើយបងប្អូនមួយទៀតហ្នឹងគឺប្រភេទទាឲ្យតែសាច់ទាខ្វៃគឺគាត់ចូលចិត្តហ្មងនិយាយទៅសាច់ទាខ្វៃគឺគាត់ចូលចិត្តជ្រូកខ្វៃទាខ្វៃហ្នឹងគឺឈិងឈិងញ៉ាំបានទាំងអស់ហ្នឹងហើយប្រភេទសាច់គាត់ចូលចិត្តហ្នឹងគឺប្រភេទសាច់គោតែអត់ចូលចិត្តហ្នឹងក៏ដាក់មាត់ដែរណាបងប្អូនគាត់ថាគាត់ជក់យកតែជាតិហើយគាត់អត់សូវចូលចិត្តញ៉ាំនិយាយទៅអញ្ចឹងសាច់ដែលគាត់ចូលចិត្តញ៉ាំហ្នឹងមានតែសាច់គោមួយបើសាច់មាន់ហើយសាច់ជ្រូកគាត់ចូលចិត្ត